បងប្រុសម្នាក់ដែលជាអ្នកដឹកជញ្ជូនក្រែបណាសូមឲ្យខ្ញុំសបផ្សាយនៅដំណឹងគាត់បានបាត់ម៉ូតូមុខសញ្ញាចាស់ដែលសកម្មនៅក្នុងរាជធានីភ្នំពេញគឺបន្លំខ្លួនធ្វើជាបុគ្គលិកក្រែបហើយពាក់កៅអៅក្រែបដើម្បីចូលទៅលួចកាច់កម៉ូតូឥឡូវនេះបងប្រុសម្នាក់គាត់ជាជនពិការផងបាទជាអ្នកដឹកជញ្ជូនក្រែបផងឥឡូវនេះបានមកដល់គោលស្ពានជួយបានស្នើសុំឲ្យខ្ញុំសបផ្សាយជាដំណឹងនេះផងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍គាត់ភ្នំពេញករណីចោរកម្មដ៏គួរឲ្យអាណិតអាសូរមួយបានកើតឡើងបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលបុរសពិការម្នាក់ដែលមានមុខរបរជាអ្នកដឹកជញ្ជូនឬ Grab ត្រូវបានជនសង្ស័យម្នាក់តែងខ្លួនក្លែងបន្លំជាបុគ្គលិក Grab ដូចគ្នាធ្វើសកម្មភាពកាត់កម៉ូតូទៅបាត់ដោយសុវត្ថិភាពខណៈដែលគាត់កំពុងយកអីវ៉ាន់ទៅឲ្យភ្ញៀវហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម៉ោង 1:28 នាទីថ្ងៃទី16 ខែមករាឆ្នាំ2026នៅចំនួនផ្សារទំនើប Chip Mong 271 ឬ Chip Mong 271 Mega Mall ស្ថិតក្នុងសង្កាត់ចាក់អង្រែលឿខណ្ឌមានជ័យរាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះមេងហ៊ុងសេងអាយុ39ឆ្នាំស្នាក់នៅពោធិ៍ជានតុងគឺជាជនពិការជើងតាំងពីតូចនិងមានកូនតូចទើបអាយុបានប្រហែល 2 ទៅ 3 ខែនៅក្នុងបន្ទុកតាមការរៀបរាប់ទាំងទឹកភ្នែកនៅមុខកាមេរ៉ាបុរសកំសត់រូបនេះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានដឹកទឹកសុទ្ធមួយកេះនៅក្នុងផ្សារដោយសន្តិសុខបានតម្រូវឲ្យគាត់ចតនៅកន្លែងសម្រាប់អ្នកដឹកជញ្ជូនលុះពេលគាត់ចុះមកវិញស្រាប់តែបាត់ម៉ូតូ Mark Honda Wave ស៊េរីចាស់ផ្លាកលេខភ្នំពេញ 1AI 5005តាមរយៈកាមេរ៉ាសុវត្ថិភាពគេឃើញជនសង្ស័យពាក់អាវ Grab បានដើរមកកាច់កម៉ូតូរបស់គាត់យ៉ាងរលូនអ្វីដែលធ្វើឲ្យគាត់កាន់តែអស់សង្ឃឹមគឺខាងផ្សារទំនើបបានបដិសេធមិនទទួលខុសត្រូវលើការបាត់បង់នេះឡើយទោះបីជាគាត់ចតតាមការណែនាំក៏ដោយអ្វីដែលគួរឲ្យសង្វេគបំផុតនោះគឺជនរងគ្រោះបានលើកដៃសំពះអង្វរថាម៉ូតូមួយគ្រឿងនេះគឺជាឆ្នាំងបាយនិងជាដង្ហើមរូតែមួយគត់សម្រាប់ចិញ្ចឹមជីវិតនិងទិញទឹកដោះគោឲ្យគូនខ្ចីនៅផ្ទះព្រោះដោយសារកាយសម្បត្តិពិការគាត់មិនអាចទៅរកការងារអ្វីផ្សេងបានឡើយក្រៅពីដឹកជញ្ជូននេះទេគាត់បានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចទីពិសេសឯកឧត្តមជួនណារិននិងឯកឧត្តមរ៉ាត់ស្រៀងមេត្តាជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនសង្ស័យនិងស្វែងរកម៉ូតូមកវិញផងដើម្បីរូបគាត់បានបន្តមុខរបរចិញ្ចឹមគ្រួសារតទៅទៀត